ថ្ងៃអាទិត្យមួយបន្ទាប់ពីក្រុមសិស្សបានកំសាន្តយ៉ាងសប្បាយនៅភ្នំបូកគោគ្រូរិទ្ធបាននាំសិស្សបន្តដំណើរចុះមកកាន់ក្រុងកំពតនៅលើឡានសិស្សម្នាក់ឈ្មោះវិចិត្រស្រែកឡើងលោកគ្រូខ្ញុំឃ្លានណាស់ខ្ញុំអាចញ៉ាំសេះសមុទ្របានទេអាយ៉ាសេះសមុទ្រគេធ្វើរូបសំណាក់មិនមែនសម្រាប់អាំងញ៉ាំទេពេលទៅដល់រូបសំណាក់សេះសមុទ្រសិស្សគ្រប់គ្នានាំគ្នាថតរូបសិស្សស្រីម្នាក់ឈ្មោះស្រីពៅឈរថត selfie ហើយនិយាយថាលោកគ្រូហេតុអ្វីខ្យល់សមុទ្រខ្លាំងម្ល៉េះនេះហើយជាការផ្ទេរកម្ដៅពេលថ្ងៃដីក្ដៅលឿនជាងទឹកសមុទ្រខ្យល់ក្ដៅលើដីឡើងខ្ពស់ហើយខ្យល់ត្រជាក់ពីសមុទ្រហូរចូលជំនួសនេះហៅថាខ្យល់សមុទ្រអញ្ចឹងបើខ្ញុំឈរក្បែរទូទឹកកកខ្ញុំក៏អាចបង្កើតខ្យល់បានដែរបានតែមកឯងនឹងបង្កើតខ្យល់ផ្ទះក្បាលឯងមុនព្រោះបើកទូទឹកកកយូរពេកម៉ាក់ខ្ញុំធ្វើពិតមែនបន្ទាប់មកគ្រូរិទ្ធនាំសិស្សទៅផ្សារទិញធូរ៉ែនកំពតពេលទៅដល់តែក្លិនធូរ៉ែនភាយមកភ្លាមសិស្សប្រុសម្នាក់ស្ទើរតែដួលលោកគ្រូនេះមិនមែនក្លិនធូរ៉ែនទេនេះគឺអាវុធគីមីនេះជារូបវិទ្យានៃម៉ូលេគុលក្លិនម៉ូលេគុលក្លិនធូរ៉ែនធ្វើចលនាក្នុងខ្យល់ហើយចូលច្រមុះយើងអ្នកណានៅចិត្តគឺទទួលអតិពលមុនលោកគ្រូហេតុអ្វីធូរ៉ែនធ្លាក់ចុះក្រោមមិនហោះឡើងលើព្រោះមានកម្លាំងទំនាញផែនដីលោកគ្រូបើផ្លែប៉ោមធ្លាក់លើលោកតា Isaac Newton ហើយធ្វើឲ្យគាត់រកឃើញកម្លាំងទំនាញបាទចុះបើជាផ្លែធូរ៉ែនធ្លាក់លើគាត់វិញមានអ្វីកើតឡើងបើជាធូរ៉ែនធ្លាក់លើលោកតា Newton ប្រហែលគាត់មិនបានរកឃើញច្បាប់ទំនាញទេគាត់អាចរកឃើញច្បាប់ពេទ្យបន្ទាន់មុនទេហើយប្រហែលគាត់នឹងសរសេរសៀវភៅថ្មីឈ្មោះ Principia Durian ហើយច្បាប់ទី1កុំឈរក្រោមដើមធូរ៉ែនពេលខ្យល់ខ្លាំងអញ្ចឹងកម្លាំងធូរ៉ែនធ្លាក់ខ្លាំងជាងផ្លែប៉ោមទេគ្រូរិទ្ធចាប់ផ្ដើមបង្រៀនរូបវិទ្យាទៀតតាមរូបវិទ្យាកម្លាំងពាក់ព័ន្ធនឹងម៉ាស់និងល្បឿនសំណាងហើយដែលលោកតាញូតុនមិនមកកំពតមិនអីចឹងទេប្រហែលជាផ្លែទុរេនធ្លាក់ជំនួសផ្លែប៉ោមអើយឃើញទេរូបវិទ្យាមិនមែនមានតែក្នុងសៀវភៅទេខ្យល់សមុទ្រក្លិនធូរ៉ែនកម្លាំងទំនាញសុទ្ធតែនៅជុំវិញជីវភាពប្រចាំថ្ងៃយើងចាស់លោកគ្រូតែពេលនេះពួកខ្ញុំយល់ច្បាស់ជាងគេគឺរូបវិទ្យានៃមួយក្លិនធូរ៉ែនក្លិនធូរ៉ែន